ដែលខ្ញុំក៏ស្លាប់តាំងពីខ្ញុំនៅតូចចឹងណាសូមបងហើយសូមឪពុកទៅនៅវត្តហ្មងទៅមានឱកាសបានរៀនតទៀតជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីចង់ប្រាប់នៅក្នុងអេពីសូតថ្ងៃនេះជួបជាមួយនឹងវាគ្មិនដ៏ពិសេសរបស់យើងដែលកំពុងតែល្បីល្បាញនៅក្នុងបណ្ដាញសង្គមចាសម្រាប់វាគ្មិនរបស់យើងថ្ងៃនេះនឹងមានចំណុចតាក់ទាញជាច្រើនជាពិសេសនឹងចែករំលែកបទពិសោធន៍ក៏ដូចជាការតស៊ូនៅក្នុងជីវិតរបស់គាត់ផងដែរចាបងប្អូនដើម្បីកុំឲ្យខាតពេលវេលាយូរជួបជាមួយវាគ្មិនយើងទាំងអស់គ្នាចាជំរាបសួរបងបាទជំរាបសួរចាជំរាបសួរបងបងមួយរយៈនេះមមាញឹកជាមួយនឹងការងារអត់បងបាទមួយរយៈនេះមានញឹកច្រើនបាទចាចង់សួរបងថាកាលពីវគ្គមុនបងបានជជែកនៅក្នុង podcast កម្មវិធីចង់ប្រាប់របស់យើងតាក់ទងទៅនឹងវិស័យគ្រឿងអលង្ការពេជ្ររួចមកហើយតែសម្រាប់នៅក្នុងវគ្គនេះគឺយើងនឹងលើកឡើងពីប្រវត្តិនៃការតស៊ូរបស់បងទម្រាំតែធ្វើឲ្យបងមានមកដល់សប្តាហ៍ថ្ងៃនេះចាអញ្ចឹងសម្រាប់បងផ្ទាល់បងនៅស្រុកណាដែរនៅភូមិឃុំណាបងជួយជម្រាបជូនឲ្យលំអិតក៏ដូចជាក្បោះក្បាយដើម្បីឲ្យ fan ក៏ដូចជាទស្សនិកជននៅក្នុងកម្មវិធីចង់ប្រាប់ My Story ជ្រាបច្បាស់បាទអូខេខ្ញុំណែនាំពីខ្លួនបន្តិចខ្ញុំឈ្មោះ Dragon ជាម្ចាស់ហាងពេជ្រច័ន្ទអលង្ការហើយក៏យើងមានក្រុមហ៊ុនផ្សេងមួយពីរទៀតដែរហើយក្រៅពីនឹងខ្ញុំជាលេខាធិការនៃសមាគម VMove ហើយក៏ជាសមាជិកនៅសភាពាណិជ្ជកម្មកម្ពុជាសភាមុខបរអីចឹងណាបាទហើយតាក់ទងជាមួយនឹងប្រវត្តិនៃស្រុកកំណើតរបស់ខ្ញុំអ្នកព្រៃប្រោះអ្នកភូមិព្រៃប្រោះខេត្តសៀមរាបបាទស្រុកជីក្រែងបាទចាបងអ្នកភូមិព្រៃប្រោះបាទចាសម្រាប់ភូមិរបស់បងហ្នឹងរៀងនៅពីរៀងឆ្ងាយពីសៀមរាបដាច់ស្រយាលប្រហែលគីឡូពីសៀមរាបដែរបងឆ្ងាយអ្នកតលេអ្នកដាច់ស្រយាលនៅតលេចាអូខេបងចុះកាលពីក្មេងហ្នឹងបងបានទទួលបានការអប់រំច្បាស់លាស់ដូចក្មេងដតីទៀតអត់ក៏នៅខ្ញុំនៅក្មេងៗហ្នឹងនៅភូមិខ្ញុំអត់មានសាលារៀនទេនៅពេលហ្នឹងបើយើងចង់រៀនគឺយើងត្រូវជិះកង់ឬក៏ដើរទៅរៀននៅភូមិនៅក្បែរគ្នាហ្នឹងដែលគេមានសាលាបឋមអញ្ចឹងណាបាទអញ្ចឹងក៏សម័យខ្ញុំនៅក្មេងៗនៅសារខ្ញុំនិយាយទៅខ្ញុំកព្រាម្ដាយអញ្ចឹងហើយមានបងស្រីខ្ញុំនៅជាមួយបងស្រីខ្ញុំហើយទៅរៀនអញ្ចឹងយើងជួនកាលយើងដើរអញ្ចឹងណាបាទជួនកាលយើងដោយសារកង់គេអញ្ចឹងទៅអ្នកជិតខាងដែលគេទៅរៀនយើងសុំគេជិះជាមួយហ្នឹងឯងចាហើយចម្ងាយប្រហែលគីឡូដែរពីផ្ទះបងបងទៅសាលារៀនដូចជាចូល5-6គីឡូ5-6គីឡូបាទពិតជាឆ្ងាយមែនតើដូចជាយើងដើរកាត់ព្រៃដែរនៅពេលហ្នឹងដូចជាឆ្នាំ2000ជាងហ្នឹង2003អីហ្នឹងវាស្រុកខ្ញុំហ្នឹងវាអត់ទាន់អភិវឌ្ឍទេអញ្ចឹងវានៅមានព្រៃនៅមានអីចឹងណាហើយសម័យហ្នឹងនៅសល់ទំនប់ដែលសម័យប៉ុលពតគេជីកទំនប់ស្រែប្រាំងអញ្ចឹងទំនប់ហ្នឹងសិតតែអញ្ចាញសិតតែបន្លាយអញ្ចឹងណានឹងឯងលពាកអីចឹងណាអញ្ចឹងយើងដើរកាត់ព្រៃអញ្ចឹងទៅរំបានទៅដល់ភូមិគេមួយទៀតដើម្បីទៅរៀនបឋមហ្នឹងថ្នាក់ទី1ទី2ទី3ហ្នឹងយ៉ាងនិយាយអញ្ចឹងណាព្រោះនៅភូមិនេះយើងមានសាលារៀននៅឡើយគាត់ហ្នឹងដូចជាមានត្រឹមទី1បាទទី1ទី2ហ្នឹងប៉ុន្តែក្រោយមកដូចជាក្រោយមកហ្នឹងគឺយើងត្រូវទៅរៀននៅភូមិក្បែរគ្នាហ្នឹងចាបងហើយតកតងទៅនឹងការរៀនរបស់បងសម័យនោះមានសម្ភារៈសិក្សាគ្រប់គ្រាន់អត់ខ្វះខាតច្រើនហើយចុះនៅក្នុងថ្នាក់រៀនក្នុងមួយថ្នាក់ប្រហែលជាមានសិស្សប្រហែលច្រើនខ្ញុំអត់ចាំច្បាស់ប្រហែលនេះប៉ុន្តែច្រើនគ្រាន់តែខ្ញុំពេលចឹងអង្គុយនៅមុខដោយសារខ្ញុំរៀងមៀតទួយអញ្ចឹងពេលចឹងគ្រូឲ្យអង្គុយនៅមុខចឹងណាបាទប៉ុន្តែច្រើនមកពេញមកសាលាហ្មងចុះក្មេងៗសម័យនោះនៅក្នុងភូមិរបស់បងភាគច្រើនក្នុងមួយភូមិអញ្ចឹងចង់សួរថាពួកគាត់មានលទ្ធភាពទៅរៀនគ្រប់គ្នាឬក៏មានខ្លះអត់ខ្លះជាស្ដែងទៅនៅស្រុកខ្ញុំហ្នឹងគេរស់ស៊ីនេសាទអញ្ចឹងភាគច្រើនភាគតិចណាដែលពុកម្ដាយគាត់ជំរុញលើកទឹកចិត្តកូនឲ្យរៀនសូត្រអញ្ចឹងណាព្រោះសម័យហ្នឹងវានៅយើងវាមិនទាន់ដូចសម័យឥឡូវអញ្ចឹងវានៅមានកម្រិតខ្វះខាតច្រើនហើយក៏ការឲ្យតម្លៃទៅលើការសិក្សារៀនសូត្រហ្នឹងវានៅមានកម្រិតដែរអញ្ចឹងណាប៉ុន្តែខ្ញុំសំណាងមួយគឺខ្ញុំបានបងស្រីខ្ញុំហ្នឹងគាត់តែងតែព្យាយាមជំរុញលើកទឹកចិត្តឲ្យទៅរៀនហើយជាក់ស្ដែងទៅដូចជានៅភូមិខ្ញុំហ្នឹងក៏ហ្នឹងដូចយើងទៅរៀនដូចយើងគេហៅថាខុសគេដែលទៅរៀនហ្នឹងណា
អ្នកខ្លះមានអ្នកខ្លះអ្នកចិត្តខាងថាមិនជួយបងស្រីរោត្រីរោអីទេឯងទៅរៀនធ្វើអីណាអានេះបានស៊ីអីចឹងណាគាត់ថានឹងឲ្យគាត់នៅតែព្យាយាមលើកទឹកចិត្តឲ្យយើងទៅរៀនហ្នឹងទៅហើយនៅសាលាខ្ញុំហ្នឹងខ្ញុំរៀនដូចជាអាចថាអ្នកដែលរៀនចប់បឋមក្នុងចំណោមហ្នឹងដូចជា first generation ណាចាចំនួន1ចឹងណាដែលបានរៀនចប់បឋមអូចាមានរឿងធម្មតារៀនបឋមរៀនចប់បឋមហ្នឹងថ្នាក់ទី6ថ្នាក់ទី6គេហៅថាបញ្ចប់ថ្នាក់បឋមបាទខ្ញុំគិតថាចំនួនទី1ហ្មងអ្នកដែលរៀនចប់បឋមបាទអត់មានប្រវត្តិអ្នកភូមិរៀនចប់បឋមចូលការជំនាន់បងនៅក្មេងហ្នឹងមានលុយទៅរៀនគួរអត់អត់មានទេបាទអត់មានលុយទៅរៀនគួរហើយប្រឡងជាប់អត់ប្រឡងជាប់តែបាទប្រឡងជាប់ក៏ហ្នឹងយើងរៀនតាមសមត្ថភាពជាក់ស្ដែងហើយក៏មិននៅភូមិហ្នឹងមិនទាន់មានការរៀនគួរទេរៀនគួរហ្នឹងគឺនៅពេលដែលចូលវិទ្យាល័យมันមានការរៀនគួរបើថានៅបឋមមិនមានទេមានដល់ឥឡូវទេអាហ្នឹងភាគច្រើនគឺតនេទៅដាក់ទ្រូគ្វាគោឲ្យចំណៃជ្រូកចឹងណាប្រមូលចកកប៉ោកខាន់ដាក់បាយជ្រូកយ៉ាងហ្នឹងឯងចារៀងជូរចត់មែនតែនជីវិតដូចអីដែរចាហើយចប់បន្ទាប់ពីបញ្ចប់ថ្នាក់បឋមសិក្សាចូលដល់ថ្នាក់អនុវិទ្យាល័យបងរៀនតនៅណានៅពេលដែលខ្ញុំចប់ថ្នាក់ទី6ហើយខ្ញុំប្រឡងចូលថ្នាក់ទី7ក៏ហ្នឹងយើងដោយសារនៅស្រុកជាក្រែងហ្នឹងនៅភូមិនៅឃុំសង្វាយហ្នឹងយើងអត់មានសាលាវិទ្យាល័យឡើយអញ្ចឹងបើយើងចង់រៀនវិទ្យាល័យយើងត្រូវទៅកំពង់ក្ដីអញ្ចឹងនៅមានវិទ្យាល័យកំពង់ក្ដីអញ្ចឹងណាហើយខ្ញុំរៀនបានដូចជាមួយឆ្នាំអីដែរនៅហ្នឹងអញ្ចឹងណាហើយដល់ហ្នឹងយើងនៅផ្ទះគេអញ្ចឹងណាសុំផ្ទះគេនៅអញ្ចឹងណាបងប្អូនអីចឹងសុំគេនៅជាមួយអញ្ចឹងទៅដើម្បីយើងបានរៀនពេលដោយសារជីវភាពខ្វះខាតច្រើនអញ្ចឹងអត់អាចទ្រាំទ្របានអញ្ចឹងណាអញ្ចឹងក៏ចុងក្រោយក៏ខ្ញុំសុំឪពុខ្ញុំហើយនឹងចាក់ហ្នឹងហើយនឹងបងស្រីថាឥឡូវបើមិនកើតទេខ្ញុំសុំនៅវត្តអីចឹងណាដើម្បីបានឱកាសរៀនតអញ្ចឹងណាបាទចឹងនៅពេលដែលបងទៅនៅវត្តបងមានឱកាសបានរៀនតហើយចុះភាសាតាក់ទងទៅនឹងភាសាអង់គ្លេសពួកឃើញបងប្រើភាសាអង់គ្លេសបានល្អដែរចឹងណាក៏មិននិយាយថែមបន្តិចមុននឹងខ្ញុំដាច់ចិត្តសុំគាត់ទៅនៅវត្តហ្នឹងវាមានរឿងដែរគាត់ហ្នឹងដឹកត្រីបងខ្ញុំក៏រកស៊ីត្រីនេសាទត្រីណាអញ្ចឹងយើងពេលយើងបានត្រីមកយើងមិនត្រូវដឹកត្រីទៅលក់នៅផ្សារដឹកត្រីទៅលក់នៅផ្សារក៏ហ្នឹងដូចជាខ្ញុំដឹកត្រីពីកំពង់ឃ្លៀងណាតែខ្ញុំចាំកំពង់ឃ្លៀងឆ្ងាយដែរចាដឹកពីកំពង់ឃ្លៀងមកកំពង់ក្ដីហើយអាពេលជិះតាមផ្លូវវាល្មួយដេកជិះម៉ូតូមួយដេកងក់ហើយដូចជាចង់ប្រហែលជាមកសន្ទុះដែរយើងដូចភៀងស្មារតីហ្នឹងណាអញ្ចឹងសល់តែភ្ញាក់ឡើងព្រឺសបលគេថាងាប់ហើយសំណាងអត់ងាប់ដល់ពេលអញ្ចឹងខ្ញុំដឹងគេថាអូមិនកើតទេតែហ៊ាននៅអញ្ចឹងទៀតហេងសយហ្នឹងគឺជីវិតហ្នឹងគ្មានន័យអីទេគឺស្លាប់ឆាប់នឹងឯងមើលទៅចាដឹកត្រីលក់តាំងពីក្មេងបាទដឹកត្រីយើងយកត្រីពីអ្នកនេសាទអញ្ចឹងទៅយើងយកទៅលក់នៅផ្សារអញ្ចឹងយើងបោះដុំអីឲ្យពួកគាត់នៅផ្សារអញ្ចឹងណាតូបត្រីមួយចុះមួយថ្ងៃដឹកត្រីលក់ហ្នឹងរកបានប្រហែលជាខ្ទង់ប្រហែលដែរកាលនៅក្មេងអត់សូវដឹងទេអត់ចាំទេយូរដែរពួកចូលប្រហែលជាអាយុ13ឆ្នាំឯហ្នឹងក្មេងយើងជើងតាន់ដល់ដីផងយើងដឹកត្រីហើយយើងមួយដេកអញ្ចឹងណាហ្នឹងហើយអញ្ចឹងដល់ពេលមានអារឿងហ្នឹងកាត់ឡើងវាធ្វើខ្ញុំគិតថាអូកើតទេតែហ៊ានតែបន្តទៀតហ្នឹងគឺចឹងនិយាយថាយើងអត់បានអីវាហានិភ័យណាតែគិតថាអូខេឥឡូវសុំបងហើយសុំឪពុកទៅនៅវត្តហ្មងទៅមានឱកាសបានរៀនតទៀតព្រោះអត់អាចត្រឹមថ្នាក់ទី7ហ្នឹងយើងឈប់ទេអញ្ចឹងណាអញ្ចឹងក៏បានទៅនៅវត្តហ្នឹងទៅក៏បានរៀនបានអីតទៀតទៅអញ្ចឹងបានគុណវត្តដែរការបងទៅនៅវត្តហ្នឹងវត្តអីគេវត្តដំបងវត្តនៅភូមិបាទវត្តភូមិព្រៃប្រោះហ្នឹងវត្តនៅស្រុកកំណើតចានៅវត្តហ្នឹងមុនដំបូងយើងអត់បានរៀនអីទេយើងក៏ទៅនៅសិនអញ្ចឹងណាហើយក្រោយមកក៏សុំចាតិកាវត្តហ្នឹងសុំលោកថាកណាចង់រៀនតអញ្ចឹងណាអញ្ចឹងសុំឲ្យលោកជួយបញ្ជូនយើងទៅវត្តផ្សេងដែលគេមានសាលាអញ្ចឹងក្រោយមកក៏បានទៅរៀននៅវត្តប្រទេសស្រីនៅដំដែកចាក៏នឹងរៀនបឋមនៅដំដែកហ្នឹងនៅវត្តប្រទេសស្រីហ្នឹងគេមានសាលារៀនបឋមក៏រៀនវិទ្យាល័យព្រោះថ្នាក់បឋមរៀនមកវិញរៀនពីដើមមកវិញណាចាអញ្ចឹងទៅរៀនបឋមដូចដើមមកវិញគាត់ថាខ្ញុំរៀនលឿនដូចជាបឋមក៏នឹងរៀនតែ2ឆ្នាំអីទេអត់រៀនដូចតាមដំណើរយើងរៀនលឿន
ចឹងយើងចប់បឋមក្នុងរយៈពេល2ឆ្នាំប៉ុន្តែយើងត្រូវរៀនបឋមមកវិញរៀនភាសាទូទៅនឹងផងបូកជាមួយនឹងភាសាបាលីអីចឹងណាហើយក្រោយមកក៏ជាប់ទៅបានចូលមកវិទ្យាល័យនៅសៀមរាបវិញនៅវត្តរាជបូរនៅវត្តបូរចាចឹងរៀនវិទ្យាល័យនៅវត្តបូរវិញចាចុះតាក់ទងទៅនឹងការរៀននៅក្នុងវត្តបងគិតថាមានផលវិបាកអីខ្លះនៅពេលដែលបងជាកូនសិស្សលោកនិយាយទៅជីវិតជាខ្ញុំគិតថាខ្ញុំមិនតែឯងទេគឺការតស៊ូនោះគឺខ្ញុំគិតថាមានគ្រប់គ្នាក៏នៅរឿងវាខុសគ្នាអញ្ចឹងគ្រប់គ្នាគឺមានការតស៊ូមានលំហាត់ខុសគ្នានៅក្នុងជីវិតរបស់យើងម្នាក់ៗអញ្ចឹងពេលដែលខ្ញុំទៅនៅវត្តបូដំបងហ្នឹងដោយសារជាវត្តទីក្រុងអញ្ចឹងដូចវត្តនៅជនបទឬក៏វត្តនៅស្រុកទេអញ្ចឹងកុដអីក៏អត់មានចំនួនច្រើនទេវត្តបូនក្នុងខេត្តសៀមរាបយ៉ានៅក្នុងក្រុងហ្នឹងវត្តក្នុងក្រុងជាទូទៅគឺលោកច្រើនតែកុដតិចអញ្ចឹងកន្លែងស្នាក់នៅក៏វាទៅតាមនឹងដែរអញ្ចឹងពេលខ្ញុំទៅនៅដំបងគឺសម្រាប់នៅខាងក្រៅសម្រាប់កុដគាត់គេមាននេះវាមានសម្រាប់ខាងក្រៅមួយសម្រាប់អង្គុយទៅពេលពុទ្ធបរិស័ទទៅណាចាគឺគេនៅហ្នឹងគេនៅហាភ្លេងអីមិនថាត្រូវខ្យល់វាមិនគាត់ថាហាភ្លេងគាត់ថាវាត្រូវខ្យល់ទៅតិចតួចចឹងណាប៉ុន្តែវាជាមេរៀនមួយល្អដែលយើងឆ្លងកាត់រឿងទាំងអស់ហ្នឹងតាំងពីក្មេងមកហើយយើងលើកទឹកចិត្តខ្លួនយើងហ្នឹងហើយពួកយើងបានឆ្លងកាត់រឿងជាច្រើនរឿងដែលអាចគិតថាវាមួយយ៉ាងណាវាមួយយ៉ាងបាទចាជាទូទៅមនុស្សរបស់យើងតែងតែមានទំព័រជីវិតខុសៗគ្នាចាអ្នកខ្លះគាត់អាចកើតមកមានភាពសុខស្រួលតាំងពីក្មេងអ្នកខ្លះគាត់អាចកើតមកជួបជាមួយនឹងរឿងរ៉ាវជីវិតផ្សេងគ្នាអញ្ចឹងធ្វើឲ្យគាត់ចេះមានភាពតស៊ូរឹងមាំក៏ដូចជាយើងត្រូវចេះដោះស្រាយរាល់លំហាត់ជីវិតរបស់យើងពីព្រោះឧបសគ្គនីមួយការតស៊ូនីមួយខុសគ្នាក៏យើងអាចវិតម្លៃជីវិតរបស់មនុស្សម្នាក់ផងដែរអញ្ចឹងសម្រាប់ជីវិតរបស់បងឆ្លងកាត់ច្រើនហើយជាពិសេសជាក្មេងវត្តទៀតចុះបើសិនជាបងងាកមកដល់បច្ចុប្បន្ននេះបងគិតថាក្មេងៗឥឡូវគាត់អាចនឹងមានការតស៊ូដូចបងឬក៏អាចមានក្មេងខ្លះស្រួលអាចតស៊ូខ្លាំងជាងបងទៀតត្រឹមត្រូវមានអ្នកខ្លះគាត់ឆ្លងបញ្ហាច្រើនខ្ញុំឧទាហរណ៍មួយក៏ខ្ញុំនៅក្មេងហ្នឹងខ្ញុំកំព្រាម្ដាយដែលខ្ញុំក៏ស្លាប់តាំងពីខ្ញុំនៅតូចចឹងណាហើយខ្ញុំត្រូវដើរទៅរៀនកាត់ព្រៃកាត់អីចឹងណាកាត់ដប់អីចឹងទៅយើងនៅជនបទប៉ុន្តែខ្ញុំតែងគិតថាខ្ញុំអន់ចិត្តខ្លួនឯងថាមិនបានខ្ញុំត្រូវលំបាកចឹងខ្ញុំគិតដែរចេះគិតដែរគាត់នៅក្មេងមិនចេះគិតដែរប៉ុន្តែដល់ពេលដែលយើងងាកមកវិញដល់ខ្ញុំ at least យ៉ាងហោចណាស់យើងនៅមានជើងដើរបានមានអ្នកខ្លះអត់មានជើងដើរទេអូខេអញ្ចឹងយើងបាទយើងនៅល្អជាងឆ្ងាយអញ្ចឹងមានន័យថាយើងត្រូវគ្រប់គ្នាគឺមាន story ខុសគ្នាមានរឿងខុសគ្នាការតស៊ូខុសគ្នាអញ្ចឹងការតស៊ូខ្ញុំពីក្មេងវាថាវាជាការតស៊ូមួយប៉ុន្តែយើងដឹងគុណអ្វីដែលយើងមានគ្រូសាយើងមានបងស្រីយើងមានជើងយើងមានអវិជ្ជាគ្រប់គ្រាន់យើងមានគូក្បាលដែលអាចគិតបានអញ្ចឹងយើងអរគុណអ្វីដែលយើងមានហើយយើងខំបន្តទៅប៉ុន្តែគាត់នឹងក៏មិនបានគិតថាខំទេគិតថាអូខេខំទៅរៀនប៉ុណ្ណឹងបានគិតអីវិញឆ្ងាយថានេះណានៃទេហ្នឹងហើយចុះការនៅពីក្មេងសម័យចង់រៀនចប់ចង់ធ្វើការអីគេដែរដូចជាមិនទាន់មានការសម័យអីទេប៉ុន្តែខ្ញុំមានត្រឡប់មួយពេលខ្ញុំធ្វើអីខ្ញុំចូលចិត្តធ្វើឲ្យល្អបំផុតអញ្ចឹងដូចក៏នៅបឋមខ្ញុំក៏នឹងធ្លាប់ជាប្រធានថ្នាក់អីចឹងណាហើយនៅពេលដែលខ្ញុំធ្វើអីខ្ញុំតែងចង់បានលទ្ធផលអញ្ចឹងក៏នឹងនៅសាលាចាំបាននៅអាថ្នាក់ខ្ញុំរៀនហ្នឹងវាមុខថ្នាក់ហ្នឹងវាប្រហោងដីអញ្ចឹងពេលខ្ញុំប្រធានថ្នាក់ខ្ញុំព្យាយាមគៀងកោធ្វើម៉េចពេលពលកម្មគឺយើងចាក់ដីស្មើកន្លែងហ្នឹងអញ្ចឹងវាជាសមិទ្ធផលមួយដែលជាទម្លាប់តាំងពីនឹងមកខ្ញុំធ្វើអីខ្ញុំព្យាយាមធ្វើម៉េចឲ្យបានលទ្ធផលទោះបីការងារទូចក្តីធំក្តីគឺព្យាយាមយកលទ្ធផលចឹងណាហ្នឹងហើយចាងាកទៅដល់ការសិក្សារបស់បងបន្តិចបងអត់បានបញ្ជាក់តាក់ទងទៅនឹងការរៀនភាសារបស់បងឯងថាបងរៀនភាសាតាមរយៈអីនៅក្នុងទីវត្តអារាមហ្នឹងមានវគ្គសិក្សាភាសាអង់គ្លេសឬក៏ភាសាខ្មែរដែលអាចធ្វើឲ្យបងពង្រឹងសមត្ថភាពផ្នែកភាសាអង់គ្លេសបានល្អចឹងណាពីព្រោះឃើញភាគច្រើនឃើញបងធ្វើការងារផ្សាយតាក់ទងគឺប្រើភាសាអង់គ្លេសច្រើនជាងភាសាខ្មែរ